មានធ្មប់មួយក្បាលដែលអាចប្រែកាយទៅជាមនុស្សបានគ្រប់ពេលធ្មប់ក៏បានបន្លំខ្លួនធ្វើជាអ្នកលក់នំបញ្ចុកដើម្បីឲ្យអ្នកភូមិនៅពេលដែលអ្នកភូមិបានហូបនំបញ្ចុករបស់ធ្មប់ហើយអ្នកភូមិទាំងអស់គ្នានឹងកាត់បន្ថយអាយុឲ្យមួយចានកាត់បន្ថយអាយុមួយថ្ងៃទាំងដែលពួកគាត់មិនបានដឹងខ្លួនបន្តិចទៀតអ្នកភូមិទាំងអស់គ្នានឹងត្រូវស្លាប់ព្រោះតែអ្នកភូមិទាំងអស់គ្នាបានហូបនំបញ្ចុករបស់យើងនឹងក្លាយជាអ្នកគ្រប់គ្រងនៅក្នុងភូមិនេះនៅពេលនោះក៏មានបុរសម្នាក់ដែលនៅក្នុងភូមិគាត់ក៏បានដើរមកទិញនំបញ្ចុកសួស្តីបងប្រុសដាក់នំបញ្ចុកឲ្យខ្ញុំមួយចានមកខ្ញុំសូមរសជាតិដើមណាបងប្រុសខ្ញុំចង់បានរសជាតិដើមមិនអីទេណាបងប្រុសចាំខ្ញុំនឹងដាក់នំបញ្ចុកឲ្យរសជាតិដើមបងប្រុសកុំបារម្ភអីមេធ្មប់ក៏បានដាក់នំបញ្ចុកឲ្យទៅបុរសម្នាក់នោះនៅពេលដែលគាត់បានហូបនំបញ្ចុករួចហើយពិតជាមានរសជាតិឆ្ងាញ់ណាស់បងប្រុសខ្ញុំមិននឹកស្មានថានំបញ្ចុកបងប្រុសមានរសជាតិកាន់តែឆ្ងាញ់បែបនេះទេខ្ញុំពិតជារីករាយណាស់នៅពេលដែលបងប្រុសបានមកលក់នំបញ្ចុកនៅទីនេះកុំបារម្ភអីណាបងប្រុសខ្ញុំធានាថានំបញ្ចុកនឹងមានរសជាតិកាន់តែឆ្ងាញ់ទោះបងប្រុសកុំបារម្ភអីបងប្រុសនឹងទទួលបាននំបញ្ចុកឆ្ងាញ់ជារៀងរាល់ថ្ងៃអញ្ចឹងខ្ញុំសូមលាបងប្រុសទៅធ្វើការសិនហើយព្រោះតែខ្ញុំដល់ពេលដែលត្រូវចូលធ្វើការនៅពេលដែលខ្ញុំចេញពីការងារខ្ញុំនឹងមកហូបនំបញ្ចុកបងប្រុសមួយចានទៀតបុរសម្នាក់នោះក៏បានធ្វើដំណើរទៅមុខបន្តទៀតចំណែកនៅក្នុងភូមិក៏មានបុរសម្នាក់ទៀតដែលជាអ្នកលក់នំបញ្ចុកប៉ុន្តែគាត់លក់មិនដាច់ព្រោះតែអ្នកភូមិតែងតែនាំគ្នាទៅទិញនំបញ្ចុករបស់មេធ្មប់ខ្ញុំពិតជាមានការងឿឆ្ងល់ខ្លាំងណាស់ហើយអ្វីបានជានំបញ្ចុកខ្ញុំលក់មិនដាច់បែបនេះអ្នកភូមិតែងតែនាំគ្នាទៅទិញនំបញ្ចុកបុរសម្នាក់នោះទាំងដែលមិនដឹងថាគាត់គឺជាអ្នកណាហើយមកពីណាកំពុងតែនិយាយអីនឹងបងប្រុសតើលោកបងលក់នំបញ្ចុកដាច់ទេនៅថ្ងៃនេះប៉ុន្តែសម្រាប់លោកបងម្នាក់ទៀតវិញគាត់លក់ដាច់ខ្លាំងណាស់លក់ដាច់សឹងតែរកពេលសម្រាប់គ្មានខ្ញុំលក់មិនដាច់ទេណាលោកបងមិនដឹងថាមូលហេតុអ្វីបានជាអ្នកភូមិគេមកទិញនំបញ្ចុករបស់ខ្ញុំហើយគេនាំគ្នាទៅទិញនំបញ្ចុករបស់បុរសម្នាក់នោះព្រោះតែនំបញ្ចុកគាត់មានរសជាតិឆ្ងាញ់នឹងហើយទើបបានជាអ្នកភូមិចូលចិត្តបែបនេះចំណែកនំបញ្ចុកលោកបងវិញមិនឆ្ងាញ់ទើបបានជាលោកបងលក់មិនដាច់ខ្ញុំគិតថាគាត់បានដាក់អ្វីនៅក្នុងនំបញ្ចុកហើយទើបបានជាមានរសជាតិឆ្ងាញ់បែបនេះហើយអ្នកភូមិតែងតែនាំគ្នាទៅទិញបែបនេះបើសិនជាលោកបងដឹងបែបនេះហើយលោកបងគួរតែធ្វើយ៉ាងណាឲ្យនំបញ្ចុកលោកបងមានរសជាតិកាន់តែឆ្ងាញ់ទៅដល់ពេលនោះលោកបងនឹងលក់ដាច់ដូចមុនជាមិនខានជប់នេះខ្ញុំត្រូវតែតាមដានគាត់មើលតើគាត់ជាអ្នកណាហើយមកពីណាទើបបានជាគាត់ធ្វើនំបញ្ចុកមានរសជាតិឆ្ងាញ់បែបនេះខ្ញុំនឹងទៅលបមើលនាពេលយប់ឡើងនៅផ្ទះរបស់មេធ្មប់ក៏បានអាដៃរបស់ខ្លួនឯងបង្ហូរឈាមចូលក្នុងសម្លរបស់នំបញ្ចុកដើម្បីយកទៅឲ្យអ្នកហូបនំបញ្ចុករបស់ខ្លួនខ្ញុំចិត្តបានសម្រេចផែនការរបស់ខ្ញុំហើយអ្នកភូមិទាំងអស់គ្នានឹងត្រូវស្លាប់នៅក្នុងរយៈពេលខ្លីខាងមុខហើយគ្មានថ្នាំណាអាចព្យាបាលបានទាំងអស់នៅទីបំផុតខ្ញុំជាអ្នកគ្រប់គ្រងនៅក្នុងភូមិនេះនៅពេលនោះគាត់ក៏បានឃើញបុរសម្នាក់នោះនៅក្នុងសភាពជាធ្មប់ហើយគាត់ក៏បានដឹងរឿងរ៉ាវមូលហេតុដែលនំបញ្ចុករបស់មេធ្មប់មានរសជាតិឆ្ងាញ់តាមពិតគ្រប់យ៉ាងព្រោះតែបែបនេះសោះទើបបានជានំបញ្ចុកគាត់មានរសជាតិឆ្ងាញ់បែបនេះព្រោះតែគាត់គឺជាមេធ្មប់ខ្ញុំត្រូវតែយករឿងរ៉ាវទាំងអស់នេះទៅនិយាយប្រាប់លោកមេភូមិគាត់ក៏បានយករឿងរ៉ាវដែលគាត់បានឃើញទៅនិយាយប្រាប់លោកមេភូមិនាពេលព្រឹកឡើងនៅផ្ទះលោកមេភូមិព្រោះតែគេគឺជាមេធ្មប់ទៅបានជានំបញ្ចុករបស់គេមានរសជាតិឆ្ងាញ់បែបនេះអ្នកភូមិទាំងអស់គ្នាប្រកាសជាមានគ្រោះថ្នាក់ហើយលោកបងឯងច្រណែននឹងការលក់ដូររបស់គាត់តិចដឹងទៅបានជាលោកបងឯងប្រឌិតរឿងចង់ធ្វើបាបគាត់កុំចង់រកស៊ីខូចអីណាលោកបងតើខ្ញុំទៅប្រឌិតរឿងដើម្បីអ្វីទៅគ្រប់យ៉ាងដែលខ្ញុំនិយាយគឺជាការពិតទាំងអស់ហើយនៅពេលនេះអ្នកភូមិរបស់យើងកំពុងតែខូចសុខភាពអស់ហើយព្រោះតែពីមួយថ្ងៃទៅមួយថ្ងៃអ្នកភូមិតែងតែហូបនំបញ្ចុករបស់មេធ្មប់
ខ្ញុំមិនអាចបណ្ដោយឲ្យមានរឿងរ៉ាវបែបនេះកើតឡើងបន្តទៀតទេខ្ញុំគិតថាពួកយើងគួរតែទៅរកព្រះសង្ឃដើម្បីឲ្យព្រះសង្ឃជួយកម្ចាត់បិសាចធ្មប់ខ្ញុំគិតថាបើចង់ជឿជាក់ 100% ពួកយើងគួរតែទៅរកព្រះសង្ឃដើម្បីឲ្យគាត់ជួយដោះស្រាយដើម្បីឲ្យបានដឹងការពិតថាបុរសម្នាក់នោះជាមេធ្មប់មែនឬក៏យ៉ាងម៉េចលោកបងឯងនេះចិត្តស្លាប់ហើយនៅមិនជឿអ្វីដែលខ្ញុំនិយាយប្រាប់ទៀតខ្ញុំបានប្រាប់ហើយថាគេម្នាក់នោះគឺជាមេធ្មប់ប៉ុន្តែលោកបងនៅតែមិនព្រមជឿចាំទៅរកលោកគ្រូចៅអធិការសិនទៅដល់ពេលនោះខ្ញុំជឿជាក់លើលោកបងហើយលោកមេភូមិនិងអ្នកភូមិក៏បាននាំគ្នាទៅរកព្រះចៅអធិការវត្តចំណែកមេធ្មប់កំពុងតែសប្បាយនឹងការលក់នំបញ្ចុកយ៉ាងសប្បាយរីករាយអញ្ជើញទៅផ្ទះតាមសប្បាយចុះនៅពេលបន្តិចទៀតអ្នកនឹងបានដឹងថានឹងមានរឿងអ្វីកើតឡើងព្រោះតែពីមួយថ្ងៃទៅមួយថ្ងៃអាយុរបស់អ្នកទាំងអស់គ្នាកាន់តែថយចុះបន្តិចទៀតអ្នកទាំងអស់គ្នានឹងត្រូវស្លាប់ហើយខ្លាចទៅជាមេធ្មប់ដល់ពេលនោះអ្នកទាំងអស់គ្នានឹងខ្លាចជាកូនចៅរបស់យើងហើយចំណែកលោកមេភូមិក៏បានមកដល់វត្តហើយព្រះសង្ឃក៏បាននិយាយប្រាប់ដំណើររឿងគ្រប់យ៉ាងគោលបំណងរបស់មេធ្មប់នេះពិតជាមានគំនិតអាក្រក់ណាស់តើមានវិធីអ្វីដើម្បីកម្ចាត់គេបានទេបើសិនជាមេធ្មប់មានយុទ្ធសាស្ត្រខ្លាំងបែបនេះជំរឿមានតែញោមនាំគ្នាស្ទាក់ចាប់ផ្លូវមេធ្មប់ដល់ពេលនោះញោមទាំងអស់គ្នាចាក់ទឹកមន្តដែលអាត្មាបានឲ្យទៅលើមេធ្មប់ដល់ពេលនោះមេធ្មប់នឹងត្រូវភ្លើងឆាបឆេះជាមិនខាននេះគឺជាដំណឹងដ៏រីករាយបំផុតដែលមានវិធីកម្ចាត់បិសាចធ្មប់ដើម្បីកុំឲ្យធ្មប់បន្តផែនការរបស់គេបានសម្រេចបើមិនដូច្នេះទេអ្នកភូមិទាំងអស់គ្នានឹងត្រូវខ្លាចជាមេធ្មប់រួមទាំងខ្ញុំកណាផងដែរតើលោកបងជឿខ្ញុំនិយាយដែរទេថាបុរសម្នាក់នោះគឺជាមេធ្មប់ឬមួយក៏ប៉ុណ្ណឹងហើយលោកបងនៅតែមិនជឿទៀតបើលោកបងនៅតែមិនជឿទៀតលោកបងទៅទិញនំបញ្ចុករបស់មេធ្មប់ទៀតទៅលោកបងឯងកុំចង់ផ្លែផ្កាដាក់ខ្ញុំឲ្យសោះនៅពេលនេះខ្ញុំបានជឿអ្វីដែលលោកបងបាននិយាយហើយព្រោះតែមេធ្មប់គេមានគំនិតចង់ឲ្យពួកយើងខ្លាចជាអ្នកបម្រើរបស់គេនៅពេលដែលពួកយើងទាំងអស់គ្នាខ្លាចជាមេធ្មប់ខ្ញុំនឹងទៅស្ទាក់ផ្លូវរបស់មេធ្មប់ហើយនៅពេលនោះលោកបងឯងយកទឹកបួនដែលលោកគ្រូព្រះចៅអធិការវត្តឲ្យចាក់លើមេធ្មប់នោះទៅដើម្បីឲ្យបុរសធ្មប់ម្នាក់នោះគេស្លាប់នៅពេលនោះអញ្ចឹងខ្ញុំកណាទាំង3នាក់សូមលាលោកគ្រូចៅអធិការវត្តទៅកម្ចាត់បិសាចធ្មប់សិនហើយមិនដឹងថាដល់ពេលនេះមានអ្នកណាទៀតទេដែលបានហូបនំបញ្ចុករបស់មេធ្មប់លោកមេភូមិក៏បានធ្វើដំណើរទៅកម្ចាត់បិសាចធ្មប់នៅកន្លែងលក់នំបញ្ចុករបស់មេធ្មប់តើបងប្រុសត្រូវការទិញនំបញ្ចុកតើមែនទេបើសិនជាបងប្រុសត្រូវការទិញនំបញ្ចុកអញ្ចឹងបងប្រុសអង្គុយចាំសិនមកខ្ញុំនឹងរៀបចំជូនខ្ញុំមកនេះគឺមិនត្រូវការទិញនំបញ្ចុករបស់លោកទេគឺខ្ញុំមកនេះដើម្បីកម្ចាត់លោកចេញពីផែនដីរបស់យើងហេតុអ្វីបានជាលោកនិយាយបែបនេះតើខ្ញុំបានទៅធ្វើអ្វីលោកទៅលោកលក់ដោយលោកខ្ញុំលក់ដោយខ្ញុំយើងទាំងពីរនាក់គ្មានអ្វីតាក់ទងជាមួយគ្នាទេអ្នកគឺជាមេធ្មប់ថ្ងៃនេះយើងនឹងមកកម្ចាត់អ្នកឲ្យស្លាប់នៅពេលនេះហេតុអ្វីបានជាអ្នកមិនព្រមប្រែខ្លួនទៅជាមេធ្មប់ភ្លាមទៅហេតុអ្វីបានជាឯងបានដឹងថាយើងជាមេធ្មប់ឯងលួចតាមដានយើងនៅពេលយប់តើមែនទេទើបបានជាឯងដឹងបែបនេះប៉ុន្តែទោះបីជាពេលនេះឯងបានដឹងក៏ដោយគ្រប់យ៉ាងផែនការទាំងអស់ដែលយើងបានធ្វើចិត្តបានសម្រេចហើយធ្មប់ចង្រៃយើងចិត្តស្លាប់ក៏ព្រោះតែឯងដូច្នេះឯងស្លាប់នៅពេលនេះទៅយើងនឹងកម្ចាត់ឯងសិនមុនពេលដែលយើងស្លាប់តើនៅក្នុងដៃរបស់អ្នកជាអ្វីទៅហេតុអ្វីបានជាអ្នកនិយាយបែបនេះនៅក្នុងដៃរបស់អ្នកមានអ្វីតើមែនទេអ្នកកុំចង់ធ្វើអ្វីផ្ដេសផ្ដាសឲ្យសោះនៅក្នុងដៃរបស់យើងគឺជាទឹកមុនកំចាត់បិសាចហើយវាស័ក្តិសមនឹងកំចាត់បិសាចធ្មប់ដូចជាឯងនឹងហើយអបិសាចធ្មប់ឯងនេះសមតែស៊ីទឹកមុនរបស់ព្រះសង្ឃទៅកុំអីអ្នកកុំធ្វើបែបនេះអីសូមអ្នកកុំធ្វើបែបនេះចំពោះខ្ញុំអីខ្ញុំសន្យាថានឹងមិនមករំខានជីវិតរបស់អ្នកភូមិទៀតទេតែខ្ញុំសូមអ្នកកុំជះទឹកមុនមកលើខ្ញុំអីបើសិនជាពួកយើងមិនកម្ចាត់អ្នកនៅពេលនេះទេអ្នកនឹងទៅសម្លាប់មនុស្សនៅកន្លែងផ្សេងទៀតដូច្នេះយើងនឹងកម្ចាត់អ្នកនៅពេលនេះនៅពេលដែលមេធ្មប់ត្រូវទឹកមុនរបស់ព្រះសង្ឃលើខ្លួនមេធ្មប់ក៏បានត្រូវភ្លើងឆាបឆេះនៅពេលនោះហើយមេធ្មប់ក៏បានស្លាប់អ្នកភូមិក៏បានយកសាកសពរបស់មេធ្មប់ទៅកប់ចោលនៅក្នុងដី